ទីមួយស្ពឹកទីមួយចុកចាប់ពីរដូចវាមានស្អីចាប់នៅក្នុងសាច់យើងឈិបចឹងណាអធិស្ឋានសូមស្គាល់ឈ្មោះល្អអ៊ំផង សតរុន បាទនៅទីនេះយើងហៅភូមិឃុំអ្វីដែរល្អអ៊ំ ភូមិកោជ័យឃុំវិទ្យាដែកស្រុកគិនស្វាយខេត្តកណ្ដាលបញ្ហាសុខភាពទៅវាយើងវាឡើងជាតិស្ករហ្នឹងទី1ឡើងជាតិស្ករទី2យើងវាឈឺជើងចុកជើងដល់ពីជង្គង់មកចូលទៅក្រោមវាដូចថាស្ពឹកទី1ស្ពឹកទី1ចុកចាប់ពីរដូចវាមានស្អីចាប់នៅក្នុងសាច់យើងឈិបចឹងណា ចំណុចល្អអ៊ំឈឺត្រឹមក្បាលឆ្កងចុះទៅក្រោម ហ្នឹងហើយតែបាត់ឆ្កងចុះក្រោមទឹកក្តៅកាហាយពេញបាត់ជើងដើរយើងដើរជើងស្ទេនៅដីជន់ជើងអញ្ចឹងក៏ស្គីដែរតែលេបពីចាប់ពីលេបវិហុបហ្នឹងណា បាទ វាឡើង160លេបហ្នឹង បាទ លេបទៅវាបានដូចថាបានលេបត្បូងមកក្របត្បូងពេលល្ងាចទៅពេលព្រឹកខ្ញុំលេបហ្នឹងវាមិនទាន់ថាមិនទាន់ដឹងទេណា បាទ យើងលេបតែមកក្របមិនទាន់ដឹងទេដល់ពេលខ្ញុំលេបព្រឹកល្ងាចហ្នឹងវាអត់វាលេបបាន4ថ្ងៃហ្នឹងវាដូចថាវារៀងស្រាទៅជាងជើងហ្នឹងរៀងដូចថាវាលែងហើយវាលែងព្រឹកវាលែងអាចាប់ឈិបហ្នឹងក៏លែងចាប់ដែរគាត់ថាវានៅក្តៅបាតជើងវានៅក្តៅបាតជើងហ្នឹងអាហ្នឹងយើងលេបមិនទាន់នេះណាមិនទាន់អស់ឆ្នាំទេណា បាទ បាទដល់ពេលខ្ញុំលេបចិត្តលេបតទៅដល់ពេលលេបតទៅដល់អស់ឆ្នាំហ្នឹងវារៀងថាដូចថាស្រាជើងក៏ដូចថាស្រាក្រាបដើមធូរ រយៈពេលប្រហែលថ្ងៃដែរល្អអ៊ំដែលយើងចាប់ដើមធូរអាក្តៅកាហាយឬក៏ស្រាក់ហ្នឹងណា អាហ្នឹងចាប់ពី5ថ្ងៃទៅ 5ថ្ងៃឡើង ហ្នឹងហើយ5ថ្ងៃទៅយើងលេប5អស់5ថ្ងៃទៅយើងអាចដឹងទៅ អ៊ំឈឺនឹងឈឺរយៈពេលប្រហែលឆ្នាំដែរមុននឹងប្រើវិហុងហ្នឹង មិនប្រើវាហុំបែរបានទេទៅ3ឆ្នាំហើយ ហើយឥឡូវសម្រាប់ការចែកម្លែកថ្ងៃនេះលោកគ្រូមានមកសូកប៉ាន់ល្អអ៊ំជួលល្អអ៊ំចេះចុះឲ្យល្អអ៊ំនិយាយមុខកាមេរ៉ាមានបានសូកប៉ាន់ល្អអ៊ំទេឬក៏អ៊ំចែកម្លែកឲ្យស្ម័គ្រចិត្តតែម្ដង អត់ទេនេះជាខ្ញុំលេបពិតប្រកបផងខ្ញុំមែនព្រោះខ្ញុំទិញមែនទិញមកប្រអប់មែនក៏ប៉ុន្តែខ្ញុំចង់តទៅមុខទៀតដែរក៏ប៉ុន្តែវាអត់ថាវិការតែអញ្ចឹងខ្ញុំត្រឹមបានមកប្រអប់នោះក៏ខ្ញុំធូរខ្ញុំធូរបាន30ទៅ40%ដែរមានពីទៅ5គាត់ទៅយ៉ានេះព្រោះថាឈឺដូចខ្ញុំអញ្ចឹងនេះប្រើវិហុបហ្នឹងទៅជាហើយអត់និយាយនេះនិយាយការពិតមិនមែនพูดកុហកក៏មើលក្រុមហ៊ុនមកសោកខ្ញុំដែរអត់ទេនេះគឺខ្ញុំលេបផងខ្ញុំបន្ទាល់ខ្លួនខ្ញុំហ្នឹងខ្ញុំប្រើបានតែមួយកញ្ចប់ទេដែលជាវាធូរបាន30ទៅ40%ហ្នឹងហ្នឹងហើយ អរគុណច្រើនល្អ